Hello សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំបាន QBZ ឬក៏បរោភពស្មោះកម្ដៅទៀតហើយថ្ងៃនេះយើងមករៀបរយអំពី Kuga អឺតម្រង់ form ដើម50ឆ្នាំ anniversary នៃ Kamen Rider Bootleg ហ្នឹងហើយអូចាញ់ស្អាតមែនតើអ្នកទាំងអស់គ្នាហើយអ្នកគ្នាមួយចំនួនក៏គេនិយមហៅថា KO អ្នកខ្លះក៏គេហៅថា Bootleg អញ្ចឹងទៅតែខ្ញុំចូលចិត្តប្រើពាក្យ Bootleg ដោយសារវាជាវ៉ាន់ copy អញ្ចឹងទៅcopy មែនតែ premium មែនតើអ្នកខ្ញុំមិននឹកស្មានថា bootleg ឈានទៅដល់ចំណុចមួយហ្នឹងណាទាំងអស់គ្នានេះអាចមើលការរចនាប្រអប់របស់គេបានគឺថាចែងចាំងតែម្ដងគឺមាសហ្មងកាត់តែម្ដងប៉ុណ្ណឹងលក់បានលុយរាប់រយដុល្លារនិយាយឡើងហ្នឹងហើយយើងមកមើលរូបលើប្រអប់វិញគឺថាខាងមុខរូបពណ៌ក្រហមខាងក្រោយរូបពណ៌សហ្នឹងហើយចម្លែកមែនតើគេដាក់ថាគេដាក់ប្រអប់ច្រឡំអញ្ចឹងទៅអាហ្នឹងយើងអត់មានអីត្រូវខ្វល់សំខាន់យើងដាក់តាំងពីមុខទៅគឺស្អាតខ្ញុំបានមើលបានអញ្ចឹងណាដូចស៊ីនគាត់ថាកន្លែងនេះគេលុប logo Bandai អញ្ចឹងទៅហ្នឹងហើយមានអក្សរ Made in China នេះ50ឆ្នាំ anniversary តម្រង់រូបរាងរបស់គេគឺដាក់ដូចស៊ីនមែនតើគាត់ថាប្រអប់របស់ស៊ីនគឺថាអត់ងាយឆ្កូតទេមើលទៅវាភ្លឺចែងចាំងអញ្ចឹងណាចាំងជាងអានេះហ្នឹងហើយអានេះចេញមកអង្វល់បន្តិចអ្នកគ្នាយើងបើកប្រអប់មើលទាំងអស់គ្នាទៅដូចពិបាកបើកមកវិញហ្នឹងហើយអ្នកទាំងអស់គ្នានេះតម្រង់រូបរាងរបស់គេគឺថាស្អាតមែនតើពេលពេញមកគឺគេឲ្យជាមួយនឹង stand របស់យើងមួយដែរហ្នឹងហើយយ៉ាក់មែនតើហើយបើកប្រអប់មកអាវ៉ាន់ដែលយើងទទួលបានគឺបាន3-4មុខដែរខាងក្នុងប្រអប់អត់មានលាក់មាសលាក់លុយអីទៀតទេគឺអស់ប៉ុណ្ណឹងហើយបានជាមួយនឹង stand 50ឆ្នាំ anniversary អូចាញ់ចាំងអ្នកនេះស្អាតមែនតើអានេះបើសិនជា original បើសិនជាមានលទ្ធភាពថ្ងៃណាខ្លាចជាមានអីទិញយកមក review ចែកជូនអ្នកនេះមើលមកតែឥឡូវខ្ញុំនៅក្រីក្រឡើយមានលទ្ធភាពទិញ bootleg លេងសិនអ្នកនេះតែមកមើលម្ដងមួយផ្នែកម្ដងមួយផ្នែកកុំឲ្យពេលវេលារបស់យើងគឺអូវែងឡាយទៅអូអត់មានកាត់ស្គត់អីទេអូស្អាតអូអ្នកនេះញាក់សាច់មែនតើសូមបីតែក្បាលរបស់គេក៏មើលទៅអ្នកខ្ញុំមើលបានគឺថាកាឡាខ្ញុំមិនដឹងថាអ្នកខ្ញុំមើលបាក់ឃើញអត់ទេនេះដាក់ភ្លើងឲ្យចិត្តតិចមកអូអ្នកខ្ញុំមើលបាននេះដាក់ឲ្យចិត្តមើលតែម្ដងស្អាតគ្រាន់ថាយ៉ាងខ្មៅស្អាតបន្តិចភ្នែករបស់វាប៉ុន្តែគេធ្វើយកគំរូតាម version original របស់ក្រុមហ៊ុនអញ្ចឹងហើយមើលទៅយ៉ាងស្អាតបន្តិចទៅលើរូបរាងឬក៏ការរចនាម៉ូដរបស់គេគឺថាដូចស៊ីនហើយអត់អញ្ញាអត់មានប្រុយដូចfigure bootleg សេរីចាស់ដែរអានេះជាគេហៅ figure សេរីថ្មីអាមុនអត់ធម្មតាវាអត់អញ្ចឹងទេវាអត់ស្អាតបែបហ្នឹងហើយស្លាករបស់វាចឹងតឹងដែរចាំយើងមើលស្លាកតាមក្រោយយើងមើល detail ខ្នងរបស់វាសិនអូ my god គឺថាចែងចាំងដូចកៅតោដែរស្អាតដូចគ្នាហ្នឹងគឺថាអត់ស្ដាយលុយទេអ្នកទាំងអស់គ្នាគាត់ថាវាមានស្នាមឬក៏ប្រុយកន្លែងនេះបន្តិចកលុកកន្លែងនេះបន្តិចតាមអីទេយើងតាមទឹកលុយគឺថាប៉ុណ្ណឹងខ្ញុំគិតថាទទួលយកបានហើយកន្លែងខ្ទង់$20ជាងនេះបើសិនជា original ក៏ទិញអត់បានដែរ$20ប៉ុណ្ណឹងហ្នឹងហើយយើងមកមើលទៅលើខ្សែក្រវ៉ាត់អូខ្សែក្រវ៉ាត់ស្អាតមែនអ្នកគ្នាធ្វើបានស្អាតហ្នឹងហើយគាត់ថាកន្លែងខ្លះវាមានចំណុចខ្វះខាតពីក្រោយទៅពីមុខគឺស្អាតហ្មងមិនចិត្តដល់សើគឺដោយសារតែខ្ញុំកាន់នឹងដៃគឺឃើញស្អាតមែនណាបងប្អូនហើយស្លាកគឺថារៀងតឹងជាងសេរីចាស់ figure Kuga សេរីចាស់ដូចខ្ញុំ review លើកមុនស្លាកខ្លះរៀងតឹងស្លាកខ្លះអាលងស្លាកខ្លះតឹងចឹងអានេះគឺស្មើគ្នាអត់តឹងអត់រលូកអាលងទៅគឺល្មមអ្នកខ្ញុំមើលបានមើលអ្នកបានអត់មានអង្គើដល់ណាទៅគឺដាក់កាត់ទៅគឺជាប់តែម្ដងមកទៀតហ្នឹងហើយខ្ញុំបានដាក់ស្មាវាហើយឥឡូវយើងមកមើលស្លាបវាម្ដងមួយទៅគឺកាត់ពីកុងគឺ smooth វារួមទៅវាស្លាបរបស់វាប្រហែល SX version 1អាចមកលេងបានអញ្ចឹងទៅតម្លៃប៉ុណ្ណឹងខ្ញុំគិតថាសមរម្យខ្ទង់20ជាងហ្នឹង
ហើយស្លាកចំពោះស្លាកកគឺស្រួលកាច់រាងអាឡុងបន្តិចស្លាកករាងអាឡុងណាគ្នាចុះមកនេះដោយសារតែយើងគៀកឲ្យយើងសោកចូលវិញមកស្លាកករាងអាឡុងចំណុចខ្វះខាតទៅគឺស្លាកកហើយចំពោះដៃស្លាកដៃគឺថាតឹងអូខេទិញដំបូងគឺប្រយ័ត្នជាងគេគឺអាកន្លែងនេះណាបងប្អូនតឹងខ្លាំងមែនតើកាច់មានការប្រុងប្រយ័ត្នសង្ស័យផកបាក់តិចឡាស្លាកវាតឹងពេកហ្នឹងអាហ្នឹងក៏ជាចំណុចខ្វះខាតរបស់វាដែរមានចំណុចខ្វះខាតច្រើនហើយមានគុណសម្បត្តិច្រើនតម្លៃធូរតែគឺថាប៉ុណ្ណឹងគឺហ្មងទទួលយកបានហ្នឹងហើយចំពោះស្លាកបាតជើងនៅក្នុងមើលបាន logo Kuga ហើយស្លាកជើងក៏មានដូចគ្នាតឹងអានេះបើសិនធ្វើ style ធ្វើអីគឺអត់មានបណ្ណាបណ្ណៃទេកជើងតែអាឡុងបន្តិចតួចបដាក់ឈរមិនអីទេអានេះខ្ញុំវាមិនអាឡុងខ្លាំងទេយេប៉ុន្តែខ្ញុំគិតថាល្មមហ្នឹង$20 $20ជាងលើសទួចហ្នឹងហើយយើងមកមើលអាចធំរបស់វាមានដូចជាទៅកាត់កុដនេះគ្នាអាចមើលបានអាចធំរបស់វាមាន stand 50 ឆ្នាំ anniversary មួយហើយត្រូវចោះត្រូវខ្លួនឯងទៀតស្អាតខ្លាំងណាស់នេះខាងឡើយខ្ញុំមកមើល stand មើលអីទៅអត់បាន review ឲ្យលម្អិតទេគ្រាន់តែវីដេអូគឺ review ត្រួសគឺបើសិនតែយកទៅតាំងឬក៏លេងតិចតួចគឺថាប៉ុណ្ណឹងល្មមទទួលយកបានមាន logo ច្រើនណាស់អានេះចាប់ពីដល់ណាដល់ពី Ichigo អានេះចាប់ពី Ichigo រហូតដល់ Fly Blood Heavy Key ក៏ទៅរហូតដល់CO01 Cyber ហើយធំ Cyber ណាគ្នាអត់ដល់ revive ទេ50 ឆ្នាំ anniversary សាច់ដាក់តាំងគឺថាអែមខ្លាំងមែនតើនេះអូខេ focus ហើយជួបគ្នាវីដេអូក្រោយទៀតបាយជម្រាបលាហើយនេះហារ៉ោការ៉ាបន្តិចណាអ្នកគ្នាការ review របស់ខ្ញុំគឺខានជួបអ្នកទាំងគ្នាយូរហើយណាទាំងគ្នាខ្លាំងទៅរកផ្លេចខ្ញុំបាត់ហើយនេះហ្នឹងហើយបើមើលហើយកុំភ្លេចជួយចុច like ដាក់ subscribe និងសញ្ញារូបកណ្ដឹងបើសិនត្រូវការថយឬក៏របស់លេងតាក់ទងនឹង camera Raider Super Sentai អីតាក់ទងមក page QBZ ថយមកមាន link នៅខាងក្រោមជួបគ្នាវីដេអូក្រោយទៀតជម្រាបលាបាយបាយ